គូឆាយជាបន្លែមានប្រភពនៅក្នុងប្រទេសចិននិងប្រទេសជប៉ុនដែលគេអាចយកមកធ្វើម្ហូបនិងនំបានច្រើនមុខវាជាបន្លែដែលអាចបរិភោគបានទាំងនៅទាំងឆ្អិនដូចជាប្រើឲ្យពីលើឆាឬនាំយកទៅធ្វើបន្លែឆាក៏បានចំណែកនំគូឆាយវិញត្រូវបានគេស្គាល់យ៉ាងទូលំទូលាយក្នុងចំណោមជនជាតិចិនរហូតសាយភាយមកដល់កម្ពុជាយើងទៀតផងគូឆាយមានរសជាតិហឹរឈ្ងុយលាយផ្អែមមានប្រសិទ្ធភាពក្នុងការផ្ដល់ភាពកក់ក្ដៅដល់រាងកាយដូច្នេះវាសមស្របសម្រាប់ធ្វើអាហារបរិភោគក្នុងរដូវរងានិងរដូវភ្លៀងជាទីបំផុតក្លិនឈ្ងុយរបស់គូឆាយកើតឡើងពីប្រេងហើរម្យ៉ាងដូចខ្ទឹមស្ដែបព្រោះវាមានសារធាតុចម្ពោះស្ពាន់ធតាមធម្មតាបន្លែឬរុក្ខជាតិដែលមានក្លិនឈ្ងុយទាំងឡាយច្រើនតែមានគុណសម្បត្តិក្នុងការបង្កើនសមត្ថភាពផ្លូវភេទគូឆាយក៏ដូចគ្នាដែរត្រូវបានផ្នែកវិទ្យាសាស្ត្របុរាណចិនជឿជាក់ថាអាចជួយព្យាបាលអាការកង្វះខាតសមត្ថភាពផ្លូវភេទនិងជួយដល់អ្នកដែលមានបញ្ហាផ្លូវភេទដូចជាឆាប់ហូរចេញទឹកកាមឬហូរចេញទឹកកាមដោយមិនដឹងខ្លួនជាដើមវាប្រៀបដូចជាថ្នាំវីយ៉ាប្រោសម្រាប់បុរសអញ្ចឹងគូឆាយសម្បូរទៅដោយធាតុដែកហ្វូស្ទ័រនិងកាល់ស្យូមដូច្នេះហើយទើបមនុស្សទូទៅនិយមយកវាទៅលាយជាមួយថ្លើមជ្រូកដើម្បីជួយផ្គត់ផ្គង់ធាតុដែកដល់រាងកាយគូឆាយឆាឡាយជាមួយថ្លើមជ្រូកគឺជាអាហារមានប្រយោជន៍សមស្របបំផុតសម្រាប់ស្ត្រីសរសៃខ្ចីដែលទើបនឹងឆ្លងទន្លេរួចក្រៅពីនេះគូឆាយក៏មានវីតាមីនជាច្រើនទៀតដូចជាវីតាមីន B និងវីតាមីនជនជាតិចិនមានជំនឿគូឆាយជាឱសថសុខភាពដ៏ឆ្នើមសម្រាប់មនុស្សដែលមានសុខភាពទន់ខ្សោយអ្នកជំងឺក្អករ៉ាំរ៉ៃក្អកបែបគ្មានកម្លាំងកំហែងនិងអ្នកធ្លាប់ទទួលរងនៅជំងឺផ្ដាសាយដោយការនាំយកគោឆាយទៅស្ងោរជាមួយថ្លើមជ្រូកទទួលទានគូឆាយជាបន្លែមានភាគឬសរសៃច្រើនដោយបច្ចុប្បន្ននេះបន្លែសម្បូរកាកសរសៃត្រូវបាននិយាយពីគុណសម្បត្តិវាក្នុងការជួយដល់សុខភាពទប់ស្កាត់ជំងឺមួយចំនួនដូចជាជំងឺទឹកនោមផ្អែមនិងមហារីកពោះវៀនជាដើមដោយសារតែគូឆាយមានកាកសរសៃច្រើននេះហើយទើបវាជួយរំញោចឲ្យពោះវៀនធ្វើការល្អទប់ស្កាត់ការទល់លាមកការពារមិនឲ្យលាមករឹងគៀនដែលជាបុព្វហេតុនៃការកើតជំងឺឬដងបាតអ្នកទល់លាមកគ្រាន់តែបានទទួលទានស្ងោរគូឆាយឬឆាគូឆាយក៏អាចធូរស្រាលបានដែរក្រៅពីនេះមានរបាយការណ៍ណថាការទទួលទានគូឆាយជាប្រចាំអាចការពារជំងឺមហារីកពោះវៀនបានព្រោះប្រហែលមកពីគូឆាយសម្បូរទៅដោយកាកអស័យនេះឯងគុណសម្បត្តិផ្នែកឱសថរបស់គូឆាយមានច្រើនយ៉ាងណាស់វាជាឱសថដែលមានគុណប្រយោជន៍សព្វសាពើមិនចាញ់ខ្ទឹមប៉ុន្មានឡើយតែគូឆាយមានចំណុចអាជាងខ្ទឹមស្នៅត្រង់អាចទទួលទានឆៅឬទទួលទានស្រស់ស្រួលជាងខ្ទឹមស្ព្រុះវាមិនធ្វើឲ្យផ្សារពោះវៀនឡើយគុណសម្បត្តិដ៏លេចធ្លោរបស់គូឆាយគឺជួយសម្រាលអាការរលាកព្យាបាលរបួសហើមជើងខ្មៅនិងអាចសម្លាប់មេរោគបានគោលតាមតម្រាឱសថបុរាណចែងថាប្រសិនយើងដួលឬទទួលរងការវាយដំហើមជើងខ្មៅចូលយកគូឆាយស្រស់មកបុកឲ្យល្អិតបិទលាយលាបលើមុខរបួសសម្រាប់អាការជើងខ្មៅសម្រាប់នឹងសាច់ដែលក្រុមរងឈាមព្រមទាំងសម្រាលការឈឺចាប់ដំបៅខ្វះក៏អាចយកស្លឹកគូឆាយស្រស់មកលាងឲ្យស្អាតបុកបិទលើមុខដំបៅឲ្យឆាប់សះស្បើយបានដែរអ្នកកើតទ្រុះដងបាតត្រូវយកស្លឹកឆាយស្រស់ទៅដាំទឹកឲ្យពុះហើយឡើងអង្គុយឆ្គងលើឆ្នាំងដើម្បីឲ្យចំហាយជួយធ្វើឲ្យទឹកគូឆាយស្ងោរនេះក៏អាចយកមកធ្វើជាទឹកថ្នាំរស់ដូងឬក៏យកគូឆាយចិញ្ច្រាំល្អិតលីងលើយកមកខ្ចប់ក្រណាត់ស្អំរស់ដូងក៏អាចធ្វើឲ្យវាស្វិតរួញលាងមុខដំបៅភ្លើងឲ្យក្តៅហើយរស់ដូងរួញស្វិតបានដែរក្រៅពីគុណសម្បត្តិផ្នែកសម្រាលការរលាកនិងសម្លាប់មេរោគគូឆាយក៏ត្រូវបានគេបុកពូតទឹកទៅដាក់ក្នុងត្រចៀកដើម្បីបណ្ដេញសត្វល្អិតចេញពីក្នុងរន្ធត្រចៀកផងដែរគូឆាយមានប្រយោជន៍សម្រាប់ស្ត្រីជាទីបំផុតហើយស្ត្រីគួរតែស្គាល់ពីផលប្រយោជន៍របស់វាផងសម្រាប់ស្ត្រីធ្លាក់សគ្រូពេទ្យបុរាណចិនណែនាំឲ្យយកដើមគូឆាយទៅស្ងោរលាយជាមួយស៊ុតមាន់និងក៏អំពើទទួលទានចំណែកស្ត្រីមានកាភីគួរទទួលទានស្លឹកគូឆាយលាយជាមួយថ្លើមជ្រូកនៅពេលដែលមានអាការចាញ់កូនរមូរពោះក្អួតធុញអាហារត្រូវយកទឹកគូឆាយកន្លះពែងលាយជាមួយទឹកខ្ចីកន្លះពែងដាក់ស្ងោរចូលគ្នាឲ្យពុះថែមស្ករបន្តិចឲ្យស្រួលផឹកក៏បានទឹកថ្នាំនេះអាចជួយសម្រាលការចាញ់កូនបានខ្លះសម្រាប់ស្ត្រីដែលបាត់បង់ស្មារតីក្រោយការសម្រាលកូនគេឲ្យយកស្លឹកគូឆាយស្រស់មកចិញ្ច្រាំឲ្យល្អិតដាក់លាយជាមួយស្រាដែលដាំពុះហើយគាស់មាត់អ្នកជំងឺបញ្ចុកតែបើគ្រាន់ខ្សោយវិលមុខក្រោយពេលសម្រាលកូនត្រូវយកស្លឹកគូឆាយចិញ្ច្រាំដាក់ត្រាំក្នុងដបទឹកនេះហើយហិតយកក្លិនរបស់វានៅក្នុងរឿងភេទរឿងលើក្រែគូឆាយត្រូវបានគេចាត់ទុកដូចជាថ្នាំវីយ៉ាការសម្រាប់បុរសឬជាថ្នាំធ្វើឲ្យទ្វារមាសរឹបណែនសម្រាប់ស្ត្រីគេណែនាំឲ្យស្ត្រីដែលមានស្បូនយារីកក្រោយពេលសម្រាលកូនត្រូវយកស្លឹកគូឆាយស្រស់មកបុកបិទលើទ្វារមាសឬយកស្លឹកគូឆាយមកលាងទ្វារមាសក៏បានមានប្រយោជន៍ទាំងផ្នែកអាហារនិងថ្នាំគូឆាយជាបន្លែមានក្លិនក្រអូបឈ្ងុយមានរសជាតិផ្អែមឆ្ងាញ់សម្បូរទៅដោយជាតិហ្វូស្វ័រវីតាមីននិងបេតាខែរ៉ូទីនដែលអាចការពារជំងឺមហារីកបានយ៉ាងល្អគេអាចប្រើវាធ្វើជាអាហារនិងឱសថក្នុងពេលតែមួយតែគូឆាយសំប៉ែតលក្ខណៈផ្នែករុក្ខសាស្ត្រគូឆាយជាដំណាំមានកម្ពស់ប្រមាណ10-30 សង់ទីម៉ែត្រនិងមិនសូវបែកជាគុម្ពទេវាមានដើមនៅក្រោមដីនិងមានស្លឹកជាប្រភេទស្លឹកតូនិងមានលក្ខណៈជាសរសៃសំប៉ែតវែងប្រមាណ10-20 សង់ទីម៉ែត្រស្លឹកវាមានក្លិនឈ្ងុយបន្តិចគល់ស្លឹកមានលក្ខណៈជាធាងត្រួតលើគ្នាហើយមានផ្កាតូចជាតិញ៉ាំនៅខាងចុងទងផ្កាមានលក្ខណៈមូលវែងប្រមាណ40-55 សង់ទីម៉ែត្រដែលលូតចេញមកតាមប្រឡោះស្លឹកផ្កាវាមាន5ត្របកនិងមានពណ៌ស្របកផ្កាមានប្រវែងប្រមាណ5 មីលីម៉ែត្រផ្លែរបស់វាបែងចែកជា3ប្រឡោះដោយក្នុងប្រឡោះនីមួយមានគ្រាប់ព័ទ្ធ
Nốt mùi, pi crop pe plai tôm ngụt, viên nâng pre bay khẽ crop chênh một crowd, tu chai ai đam đốt sai put ban crop rồi đòi pra crop nâng mơmរបស់វាដុះបានល្អនៅពេលដែលរសោះល្អនិងមានសំណើមគុណប្រយោជន៍នៃអាហារគូឆាយអាចយកទៅធ្វើអាហារជាច្រើនប្រភេទដូចជាឆាបកាគូឆាយឬយកទៅធ្វើនំដូចជានំគូឆាយដែលប្រើស្លឹកសំប៉ែតរបស់វាជាដើមនៅតាមបណ្ដោយនៃស្លឹកពណ៌បៃតងស្រស់របស់គូឆាយសម្បូរទៅដោយកាល់ស្យូមនិងហ្វូស្ហ្វ័រដែលជាសារធាតុសំខាន់ជួយផលិតនិងជួសជុលឆ្អឹងនៅតាមរាងកាយវាក៏សម្បូរទៅដោយវីតាមីន B ឈាមនិងធាតុដែកដ៏មានប្រយោជន៍ផងដែរជាពិសេសវាមានសារៈសំខាន់ដែលរាងកាយត្រូវការដើម្បីផលិតវីតាមីនណាគឺសារធាតុបេតាខែរ៉ូទីនដែលគេមានជំនឿថាអាចការពារជំងឺមហារីកបានចំណែកផ្កាគូឆាយវិញក្រៅពីសម្បូរទៅដោយកាបូហៃដ្រេតវាក៏មានសារធាតុផ្សេងទៀតមិនចាញ់ស្លឹកវាឡើយដូចជាបេតាខែរ៉ូទីនវីតាមីន B1 ធាតុដែកនិងហ្វូស្ហ្វ័រអ្វីដែលសំខាន់បំផុតគឺវាមានចំណែកសំខាន់ធ្វើឲ្យប្រព័ន្ធរំកាយអាហារមានតុល្យភាពល្អព្រោះវាមានកាកសរសៃអាហារច្រើនជួយឲ្យការរំលាយនិងការបន្ទោរបង់ប្រព្រឹត្តទៅស្រួលនិងជួយកាត់បន្ថយការទល់លាមកព្រមទាំងកម្ចាត់សារធាតុពីស្ពុលចេញពីរាងកាយដែលជាហេតុធ្វើឲ្យយើងមានសុខភាពល្អមានស្បែកស្អាតនិងគេចផុតពីជំងឺមហារីកពោះវៀនធំផងគុណប្រយោជន៍ផ្នែកអុសគូឆាយអាចយកទៅធ្វើជាថ្នាំព្យាបាលជំងឺជាច្រើនមុខស្លឹកពណ៌បៃតងដែលសម្បូរទៅដោយហ្វូស្ហ្វ័ររបស់វាអាចប្រើធ្វើជាថ្នាំផ្ដាសាយថ្នាំខ្យល់ឬយកមកបុកលាបពោះកូនក្មេងនៅពេលដែលក្មេងហាមច្រាស់ពោះក៏បានក្នុងសម័យបុរាណគេប្រើស្លឹកនិងដើមរបស់វាធ្វើជាថ្នាំឲ្យស្ត្រីសរសៃខ្ចីសម្បូរទឹកដោះដោយនាំមកធ្វើជាអាហារផ្សេងចំណែកគ្រាប់គ្រួសនៅតាមទីកន្លែងផ្សេងដូចជាគ្រួសនៅក្នុងប្រមាត់ឬក្នុងតម្រងនំដោយយកដើមនិងស្លឹករបស់វាមកបុកឲ្យល្អិតហើយតាក់លាយស្រានិងទឹកខ្មេះ